សូមជូនរឿងសត្វដំរីនិងមិត្តភក្តិមានសត្វដំរីញីកំសត់មួយក្បាលបានដើរត្រាច់ចរនៅក្នុងព្រៃដើម្បីស្វែងរកមិត្តភក្តិដំរីញីនោះបានដើរមកជួបនឹងសត្វស្វាមួយក្បាលហើយក៏បានសួរថាណែបងស្វាតើបងចង់ធ្វើជាមិត្តរបស់ខ្ញុំឬទេសត្វស្វានោះក៏តបថាឯងធំពេកហើយមិនអាចហក់យោងឡើងលើដើមឈើបានដូចខ្ញុំទេអញ្ចឹងឯងមិនអាចធ្វើជាមិត្តរបស់ខ្ញុំបានទេសត្វដំរីនោះក៏បានដើរជួបនឹងសត្វទន្សាយមួយក្បាលហើយក៏បានសួរសត្វទន្សាយនោះថាអាចធ្វើជាមិត្តរបស់ខ្លួនបានឬអត់សត្វទន្សាយក៏បានឆ្លើយថាឯងធំពេកហើយមិនអាចត្បល់ចូលរុនរបស់ខ្ញុំបានទេអញ្ចឹងឯងមិនអាចធ្វើជាមិត្តរបស់ខ្ញុំបានទេបន្ទាប់មកទៀតសត្វដំរីនោះក៏បានជួបនឹងសត្វកង្កែបហើយក៏បានសួរសំណួរដដែលសត្វកង្កែបក៏បានតបវិញថាបងឯងធំនិងធ្ងន់ពេកហើយឯងមិនអាចលោតចូលដូចខ្ញុំបានទេខ្ញុំសុំទោសផងឯងមិនអាចធ្វើជាមិត្តរបស់ខ្ញុំបានទេក្រោយមកសត្វដំរីនោះក៏បានសួរទៅកញ្ជ្រោងហើយក៏បានទទួលចម្លើយដដែលថានាងមានមាឌធំពេកហើយនៅថ្ងៃបន្ទាប់សត្វដែលរស់នៅក្នុងតំបន់ព្រៃទាំងអស់បាននាំគ្នារត់ចេញទាំងភ័យខ្លាចសត្វដំរីក៏បានឃាត់សត្វខ្លាឃ្មុំដើម្បីសួរថាតើមានអ្វីកើតឡើងហើយក៏បានទទួលចម្លើយថាមានសត្វខ្លាមួយក្បាលកំពុងតែវាយប្រហារសពសត្វដទៃទៀតសត្វដំរីនោះក៏មានចិត្តចង់ជួយសត្វទន្សាយដទៃទៀតហើយក៏ទៅជួបនឹងសត្វខ្លាដោយនិយាយថាសូមលោកកុំប៉ះពាល់មិត្តរបស់ខ្ញុំកុំស៊ីមិត្តរបស់ខ្ញុំឲ្យសោះសត្វខ្លានោះមិនព្រមស្ដាប់ហើយថែមទាំងប្រាប់សត្វដំរីនោះកុំឲ្យចេះដឹងរឿងគេពេកដោយមើលឃើញថាគ្មានវិធីដើម្បីដោះស្រាយបញ្ហានោះបានសត្វដំរីនោះក៏បានទាត់សត្វខ្លានោះហើយបន្លាចឲ្យរត់គេចបាត់បន្ទាប់មកសត្វដំរីញីនោះក៏បានដើរទៅរកសត្វដទៃទៀតហើយនិយាយប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើងគ្រាន់តែឮថាសត្វដំរីនោះបានជួយជីវិតរបស់ពួកគេក៏យល់ព្រមដោយឯកភាពគ្នាថាមាឌរបស់ឯងសមល្មមហើយនៅក្នុងការធ្វើជាមិត្តរបស់ពួកយើងកតេអប់រំក្នុងរឿងនេះរូបរាងខាងក្រៅមិនមែនជាកត្តាកំណត់ក្នុងការបង្កើតមិត្តភាពជាមួយនឹងអ្នកណាម្នាក់ឡើយសូមអរគុណ